បើទោះបីជាមានបញ្ហាពិការភាពពីកំណើតក៏ប៉ុន្តែបុរសម្នាក់នេះខំតស៊ូរស់តាំងពីតូចរហូតមកដល់នាពេលបច្ចុប្បន្ននេះជាមួយនឹងភាពរីករាយហើយក៏បានក្លាយទៅជាវាគ្មិនមួយរូបដែលលើកទឹកចិត្តមនុស្សជាច្រើនទៀតជាពិសេសទៅកាន់អ្នកដែលគាត់កំពុងតែប្រឈមជាមួយនឹងបញ្ហាពិការភាពដូចទៅនឹងលោកអញ្ចឹងបុរសម្នាក់នេះគាត់មានឈ្មោះនៅលើបណ្ដាញសង្គមអ៊ីនធឺណិតដែលគេហៅថា Unico Impulso ដែលឈ្មោះពិតរបស់គាត់មានឈ្មោះថា Eric Gonzalez សញ្ជាតិអេស្ប៉ាញជា influencer ហើយក៏ជាវាគ្មិនមួយរូបដែលចែករំលែកនៅការលើកទឹកចិត្តជាច្រើននៅលើបណ្ដាញសង្គមអ៊ីនធឺណិតនិងចែករំលែកជាច្រើនទៀតនៅក្នុងកម្មវិធីផ្សេងៗលើកទឹកចិត្តទៅកាន់អ្នកដែលគាត់កំពុងតែមានបញ្ហាពិការភាពអ្នកដែលគាត់កំពុងតែមានបញ្ហាធ្លាក់ទឹកចិត្តហើយជាពិសេសនោះគឺអ្នកដែលគាត់កំពុងតែប្រឈមមុខជាមួយនឹងបញ្ហាពិការភាពពីកំណើតដូចទៅនឹងលោកអញ្ចឹងEric គឺគាត់បានរស់នៅជាមួយនឹងជើងសិប្បនិម្មិតដែលជើងសិប្បនិម្មិតនេះគឺអាចមានសមត្ថភាពនៅក្នុងការជួយឲ្យគាត់ដើរឈរដូចទៅនឹងមនុស្សធម្មតាអញ្ចឹងយ៉ាងណាមិញបើយើងទៅដឹងពីពាក្យលើកទឹកចិត្តមួយចំនួនដែលគាត់តែងតែចែករំលែកទៅកាន់មនុស្សជុំវិញផងដែរនោះគាត់ធ្លាប់បានលើកឡើងឲ្យដឹងផងដែរថាប្រសិនណាបើអ្នកកើតមកខុសប្លែកពីគេហើយអ្នកមានសមត្ថភាពធ្វើអ្វីៗគ្រប់យ៉ាងបានដូចគេនោះមានន័យថាអ្នកគឺមានចំណុចពិសេសមួយដែលមានសមត្ថភាពខ្លាំងបើទោះបីជាកើតមកមានលក្ខណៈខុសគេពិតមែនប៉ុន្តែអាចមានសមត្ថភាពដូចទៅនឹងមនុស្សទូទៅទី2ឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃគួរណាស់តែប្រៀបធៀបខ្លួនឯងពីម្សិលមិញហើយថ្ងៃនេះថាតើយើងមានអ្វីរីកចម្រើនជាងមុនផ្ដោតលើខ្លួនឯងឲ្យបានកាន់តែខ្លាំងកំណត់ភាពអភិវឌ្ឍខ្លួនឯងហើយរីកចម្រើនជានិច្ចចំណុចទី3ការលេងសើចរបស់អ្នកដទៃមកកាន់នឹងជីវិតយើងវាគ្រាន់តែជាចំណុចអវិជ្ជមាននៃផ្នែកកំណត់របស់បុគ្គលអ្នកនោះប៉ុណ្ណោះសំខាន់ផ្ដោតលើខ្លួនឯងប្រកាន់ភ្ជាប់នូវទស្សនវិស័យវិជ្ជមានហើយរៀនផ្លាស់ប្ដូរខ្លួនឯងឲ្យកាន់តែល្អនិងរឹងមាំជានិច្ចតែនេះគឺជាផ្នែកកំណត់ខ្លះៗទៅទិនជាមួយនឹងការលើកទឹកចិត្តខ្លួនឯងការប្រកាន់គោលចំហរស់នៅជីវិតខ្លួនឯងដែលវាអាចនឹងជួយយើងច្រើនមែនទែនព្រោះតែ Eric គាត់រស់នៅក្នុងបញ្ហាពិការភាពពីកំណើតពិតមែនក៏ប៉ុន្តែការតស៊ូរបស់គាត់គឺបានធ្វើឲ្យមនុស្សជាច្រើនមិនថាទាំងមនុស្សដែលគាត់កំពុងតែប្រឈមជាមួយនឹងបញ្ហាពិការភាពឬក៏អ្នកដែលគាត់កំពុងតែបាក់ទឹកចិត្តនៅក្នុងជីវិតនោះទេព្យាយាមក្រោកឈរឡើងដើម្បីរស់នៅក្នុងជីវិតមួយនេះឲ្យបានកាន់តែល្អប្រសើរបំផុតម្សៅណាំវ៉ា 5 in 1 ផលិតផលខ្មែរផ្សំចេញពីវត្ថុធាតុដើម5មុខបញ្ចូលគ្នាមានប្រសិទ្ធភាពខ្ពស់សម្រាប់បញ្ហាក្រពះពោះវៀនដោះស្រាយបញ្ហាហើមពោះរាគរូសញឹកញាប់ដំបៅក្រពះពោះវៀនឧស្សាហ៍ភើជូរចុកច្អល់ស៊ីតណែននៅក្នុងពោះឈឺក្បាលវិលមុខជួយបំពេញក្របឈាមក្រហមនិងជំនួយសម្រស់ទំនាក់ទំនងទិញតាមរយៈ Telegram នៅខាងក្រោមវីដេអូនេះសម្រាប់បងប្អូនដែលជាឪពុកម្ដាយជាពិសេសគឺការចិញ្ចឹមកូនតែម្ដងចឹងហើយកូនគឺជាគ្រាប់ពូជមួយដែលល្អយើងគួរតែបដោះបែបណាហើយគូក្តីសម័យកូនបែបណាដែលកូនអាចដើរទៅបានល្អហើយសុភមង្គលនឹងនឹងបង្ហាញចម្លើយទៅកាន់បងប្អូនទាំងអស់គ្នាអរគុណច្រើនណាស់កុំភ្លេចឆាតមក Pack Healthy Cambodia ក៏ចាប់បៃតងណាអរគុណច្រើនបងប្អូន